Hello ស្វាគមន៍បងប្អូនទាំងអស់គ្នាចូលមកទស្សនាភាពបន្តនៃរឿងអំណាចវិញ្ញាណម្ចាស់ទ្វីបលីងវូដែលជាភាគទី131ចាប់ផ្ដើមនៅសាច់រឿងបន្តពីឈិនធានបានទប់រងជាមួយនឹងការវាយប្រហាររបស់យីឆេងដែលធ្វើឲ្យមូឈិនក៏បានភ្ញាក់ផ្អើលវាងសៀនតែអ្នកធ្វើបានដោយរបៀបណាបានដោយសារតែកម្លាំងរបស់គេខ្សោយខ្លាំងពេកពេលនេះឈិនធានបានស៊ូហើយដូច្នេះនេះគឺជាមនុស្សដែលបានបំពុលនៅនាងមូជីងមែនទេយីឆេងក៏បានតបទៅវិញត្រូវហើយគឺជាគ្រូសាយីតែឯងអាចធ្វើឲ្យយើងបានឈិនធានសម្រុកចូលទៅស្រែកថាប្រកុលនឹងថ្នាំម្សៅមកឲ្យយើងភ្លាមដោយយីឆេងក៏បានបន្លាស់ទីទៅខាងលើលំហជាមួយនឹងដៃនៅក្នុងដៃសម្រាប់ដូចជាឯងចង់ធ្វើវិរិយបរោះផងដែលពុកពេញទៅដល់ចំហាយធម្មពលកាប់ចុះមកអ្នកធ្វើឈិនធានក៏បានលើកនៅញញូទៅប្រលងឡើងបែកខ្ទេចមួយឈិនក៏មានការព្រួយបារម្ភបំរុងនឹងចូលទៅជួយទៅហើយពុករបស់គាត់ក៏បានខត់ចាំបន្តិចសិនតើអ្នកបម្រើនេះពិតជាអ្នកឬមកមែនទេមើលទៅគាត់ហាក់បីដូចជាមិនមែនមនុស្សធម្មតាទេដែលប្រើប្រាស់នៅអាវុធរបស់លោកតាឈីបានពេលនោះនាងមួយជីងក៏បានដឹងគាត់ហាក់បីដូចជាកំពុងតែប្រើប្រាស់នៅបច្ចេកទេសដំដៃរបស់គ្រូសាមូបច្ចេកទេសដំដៃរបស់គ្រូសាមូអាចយកទៅប្រយុទ្ធបានតើអ្នកបម្រើរបស់ខ្ញុំគេដឹងដោយរបៀបណាដោយពេលនេះលោកព្រឹទ្ធាចារ្យឈីក៏បានបន្លាស់ទីចូលមកដោយសារតែសមាជិកនៃគ្រូសាមូម្នាក់ៗគឺគ្មានប្រយោជន៍គ្មានទេពកោសល្យជាមួយនឹងជំនាញដែលគ្រូសាបានបន្សល់ទុកឲ្យប៉ុន្តែយុវជននេះអាចយល់ដឹងដោយខ្លួនឯងបានតែពេលនេះស្នីតដើរជាមួយនឹងស្នីតញញកំពុងតែទប់រោគ្នាខ្ទាតប៉ាងទៅខាងក្រោយរៀងខ្លួនធ្វើយីចេញលូតជង្គង់ចុះហាក់បីដូចជារងរបួសផងដែរកូនចៅរបស់គេក៏មានការព្រួយបារម្ភអ្នកប្រុសប៉ុន្តែគេនៅតែឌឺក្បាលរឹងថយទៅវិញភ្លាមខ្ញុំគឺជាអ្នកពូកែក្បាច់ដៃនៃគ្រូសាយីដូច្នេះយើងនឹងបង្ហាញឲ្យបានដឹងចាក់ដើរឡើងទៅខាងលើពេលនោះឈិនធានក៏បានមកដល់ល្មមវាមួយញញចូលទៅផាំងស្រែកចាច់ខ្ទាតប៉ាងទៅខាងក្រោយហុយជោគព្យាយាមងើបឡើងមកវិញឈោមិនទាន់នឹងផងឈិនធានក៏បានសម្រុកចូលមកជាមួយនឹងញញនៅក្នុងដៃបំបុកលន់សូថាផាំងផ្អឹបនឹងជញ្ជាំងគ្រូវីនៅញញឡើងបន្តិចវាមួយចូលទៅដឹបស៊ូថាថ្នាំមិនសាបនៅឯណាថែមួយទៀតដឹបចាប់ក្បាលជើបក្រវែងចោលហក់ទៅតាមជន់ជាប់យាយញពេញមួយទំហឹងវាចូលទៅប៉ុន្តែយីចេងក៏បានប្រឹងចេញនៅចំហាយធម្មពលខ្ទុះដៀងដែលធ្វើឈិនធានក៏បានឡានខ្លួនថយមកខាងក្រោយបន្តិចដោយយីចេងបន្ទាប់ពីបន្លាស់ទីទៅលើលំហរួចហើយក៏បាននិយាយថ្ងៃនេះមិនមែនមានតែមួយឈិនដែលត្រូវស្លាប់នោះទេគឺជាឯងរួមទាំងគ្រូសាមូផងដែរសរុបទីដៃចូលមកក្នុងដៃចាក់បញ្ចូលនៅធម្មពលសាយភេទនៅចំហាយធម្មពលដៃជាច្រើនតែគឺជាបច្ចេកទេសដោយច្រវាក់វិនិច្ឆ័យទាំង9បញ្ជាវាសម្រុកចូលទៅវាប្រហារឈិនធានបន្ទាប់ពីឃើញមនុស្សញញនៅក្នុងដៃអាមេមួយស្រែកថាបច្ចេកទេសញញរាប់ពាន់ផោនក្រវែងវាចូលទៅពេញមួយទំហឹងបំបែកនៅចំហាយធម្មពលដៃទាំងអស់នោះត្រូវយីជេងចូលកណ្ដាលទ្រូងពេញដឹបខ្ទាតប៉ាមកខាងក្រោយរមីលណុកលើកដៃឡើងបន្តិចទៀតមិនអស់ចិត្តស្ដោកធ្វើឲ្យកូនចៅរបស់គាត់អប្រមាណនោះក៏មានការភ័យឆោឡោយ៉ាងខ្លាំងអ្នកប្រុសទី2ត្រូវបានស្លាប់ហើយចាំបង្ការទៀតដាក់មេប្រុចស្រែកសម្លុតថាគ្រូសាយីនឹងមិនលើកលែងឲ្យគ្រូសារបស់ឯងនោះទេកាត់មកក្នុងសាលប្រជុំគ្រូសាមូដែលឈិនធានក៏បាននិយាយសុំទោសដែលបានបង្កបញ្ហាដល់គ្រូសាមូលោកតាឈីក៏បាននិយាយនេះមិនមានពាក្យពាន់ជាមួយនឹងអ្នកនោះទេដោយសារតែគ្រូសាយីចង់បានដើរឋានសួគ៌របស់គ្រូសាមូយូរមកហើយនៅទីបំផុតពួកគេក៏បានរកឱកាសដើម្បីបង្ខំពួកយើងមូជីងក៏បាននិយាយវាងសៀនលោកគឺជាមនុស្សដែលមានទេពកោសល្យមិនធម្មតាច្បាស់ណាស់លោកពិតជាមិនមែនមកពីគ្រូសាធម្មតានោះទេមិនគួរណាចូលមកពាក្យពាន់ជាមួយនឹងគ្រូសាមូរបស់ខ្ញុំនោះឡើយដូច្នេះត្រូវតែប្រញាប់ចាក់ចែកលើនេះភ្លាមទៅឈិនធានក៏បានងើបឡើងជីវិតរបស់ខ្ញុំត្រូវបានជួយសង្គ្រោះដោយពួកអ្នកខ្ញុំនឹងមិនបោះបង់គ្រូសាមូទេនិយាយត្រូវចិត្តមួយឈិងធ្វើគេក៏បានងើបឡើងពិតជាស័ក្តិសមជាអ្នកបម្រើរបស់ខ្ញុំមែនគីស្មាឈិនធានបន្តិចបើគ្រូសាយីមកម្ដងទៀតពួកយើងនឹងចាប់ដៃគ្នាតស៊ូដល់ទីបញ្ចប់ពេលនោះលោកតាឈីក៏បានបន្លាស់ទីចូលមកពីខាងក្រោយចុចជីចោនេះទាំងពីរធ្វើឲ្យពួកគាត់ក៏បានដួលសន្លប់មេងឈីងអ្នកគឺជាអនាគតនៃគ្រូសាមូដូច្នេះត្រូវតែយកពួកគេទាំងពីរនាក់ទៅឲ្យឆ្ងាយតាមរយៈផ្លូវសម្ងាត់របស់គ្រូសាយើងព្រោះថាគ្រូសាមូរបស់យើងនឹងងើបឡើងវិញនៅក្នុងថ្ងៃណាមួយជាមិនខានមួយជីងក៏បាននិយាយលោកតាឈីជំងឺរបស់ខ្ញុំមានពេលវេលាកំណត់អញ្ចឹងអនុញ្ញាតឲ្យខ្ញុំនៅប្រឈមមុខនឹងបញ្ហាជាមួយនឹងគ្រូសារបស់យើងទៅមិនបដិសេធដោយសារតែជាសំណាងរបស់នាងក្រឡេកមកផ្លូវសម្ងាត់ដែលយើងក៏បានឃើញទូកមួយកំពុងតែអណ្ដែតនៅលើផ្ទៃទឹកខណៈពេលនោះឈិនធានក៏បានភ្ញាក់ឡើងមកវិញភ្ញាក់ផ្អើលបន្តិចតើខ្ញុំនៅទីណាក្រឡេកទៅឃើញមួយឈឹងនៅក្បែរខ្លួនដាស់មានភ្ញាក់ទីពីកំភ្លៀងស្ទងងើមកគ្រូសាយីកំពុងតែវេលោកគ្រូសាមូក្រឡេកទៅខាងមុខក៏បានដឹងថាពេលនេះគេកំពុងតែនៅក្នុងផ្លូវសម្ងាត់ច្បាស់ជាឪពុករបស់ខ្ញុំបានបញ្ជូនខ្ញុំចេញមកជាមិនខានហើយពួកគាត់នឹងប្រឈមមុខជាមួយនឹងគ្រូសាយីប្រយុទ្ធរហូតដល់ទីបញ្ចប់ឈិនធានក៏បានបបួលមួយឈឹងតោះពួកយើងត្រឡប់ទៅប្រយុទ្ធវិញដោយមួយឈឹងក៏បានបាញ់នៅធម្មពលឡើងទៅខាងលើប៉ុន្តែវាគ្មានប្រយោជន៍នោះទេនេះគឺជាទម្រង់ការពារពិសេសរបស់គ្រូសាមូវាអាចបំបីបាននៅពេលដែលពួកយើងបានដល់ច្រកចេញដល់ពេលនោះគ្រូសាមូរបស់ខ្ញុំប្រហែលជាឈិនធានសម្លឹងឆ្វេងស្ដាំប្រើនៅកែវភ្នែកព្រានរបស់គាត់សម្លឹងទៅឃើញនៅចំណុចខ្សោយនៃទម្រង់នៃការបង្កើតញញនៅក្នុងដៃអាមេមួយហក់វាពេញមួយទំហឹងដាំងធ្វើឲ្យទម្រង់នៃការបង្កើតមនុស្សក៏បានបែកព្រាយតើអ្នកអាចធ្វើវាបានដោយរបៀបណាត្រូវហើយទម្រង់នៃការបង្កើតវាមានចំណុចខ្សោយរបស់វាខ្ញុំគ្រាន់តែវាទៅលើវាបន្តិចតែប៉ុណ្ណោះប្រញាប់នាំគ្នាហក់ឡើងគោករត់ត្រឡប់ទៅវិញក្រឡេកមកគ្រូសាមូដែលពេលនោះគ្រូសាយីក៏បានមកដល់ឈរនៅលើអាកាសដែលឋានសួគ៌របស់គ្រូសាមូបានកប់បាត់ជាយូរមកហើយហើយអ្វីបានជាលោកជិះជាកម្លាំងដើម្បីលាក់បាំងវាប្រសិនបើលោកព្រមប្រាប់ទីតាំងខ្ញុំនឹងប្រគល់នៅថ្នាំម្សៅមួយនេះឲ្យបន្ទាប់មកខ្ញុំនឹងរៀបការជាមួយនឹងមួយជីងដែលធ្វើឲ្យនាងក៏បានខឹងលោកពិតជាគួរឲ្យស្អប់មែនដោយលោកតាឈីក៏បានបង្ហាញខ្លួនឡើងមកប្រឈមមុខជាមួយនឹងគ្រូសាយីពួកឆ្កែដែលធ្លាប់បឹងលើគ្រូសាមូរបស់យើងឥឡូវនេះហ៊ានបែរមកខំម្ចាស់ផងយីហ្វាន់ក៏បានតបលោកតាមួយឈីគ្រូសាយីនិងគ្រូសាមូរបស់យើងមានភាពសាសនាដូចគ្រូសាតែមួយការចែករំលែកភាពរុងរឿងជាមួយនឹងគ្នាវាគ្មានអ្វីខុសនោះទេដែលធ្វើលោកតាឈីក៏បានខឹងសបិនទៅចុះអាមនឹងល្ងងយីហ្វាន់ចេបានឈឺមើលទៅពួកឯងស្វែងរកសេចក្តីស្លាប់ហើយដូច្នេះក៏មិនតោគ្រូសាយីរបស់ខ្ញុំគ្មានមេត្តាឲ្យសោះព្រឹទ្ធាចារ្យពីរអ្នកផ្សេងទៀតក៏បានបន្លាស់ទីចូលមកបំផ្ទុះនៅចំហាយធម្មពលដាក់សម្ពាធចុះមកក្រឡេកមកឈិនធាននឹងមួយឈៀងពេលនេះកំ
កំពុងតែរត់នៅក្នុងផ្លូវសម្ងាត់ភ្ញាក់ផ្អើលបន្តិចឈប់សិននេះមិនមែនជាផ្លូវត្រឡប់ទៅវិញនោះទេតែពេលនេះយើងកំពុងតែនៅទីណាសម្លឹងតែខាងមុខក៏បានឃើញច្រវាក់ជាច្រើនកំពុងតែប្រទាក់ជួបជាមួយនឹងថ្មដែលមានរូបរាងដូចជាដាវលន់មាត់ថានោះគឺជាដាវឋានសួគ៌នៃគ្រូសាមូមែនទេខ្ញុំមិននឹកស្មានសោះថាដាវឋានសួគ៌ដែលត្រូវបានបាត់អស់រយៈពេល1000ឆ្នាំគឺនៅទីនេះឈិនធានក៏បានសួរហេតុអ្វីបានជាត្រូវចងជាប់ដោយច្រវាក់បែបនេះត្រូវហើយដូនតារបស់ខ្ញុំធ្លាប់ប្រើប្រាស់ដាវមួយនេះដើម្បីសម្លាប់និងប្រលឹងវិញ្ញាណបិសាចរាប់លានធ្វើឲ្យដាវឋានសួគ៌បានក្លាយជាអាវុធបិសាចដោយសារការសម្លាប់ទាំងអស់នេះដូនតារបស់ខ្ញុំក៏បានបិទត្រាដាវឋានសួគ៌ដូច្នេះពេលនេះខ្ញុំនឹងយកដាវឋានសួគ៌ដើម្បីទៅចាត់ការគ្រូសាយីនិងការពារគ្រូសាមូកុំឲ្យរងការគំរាមកំហែងបន្តទៀតហក់ចូលទៅចំហាយនៃធម្មពលពកក្រហមក៏បានផ្សាយភីចេញធ្វើឲ្យមួយឈីងខ្ទេចប៉មកខាងក្រោមវិញលន់លឺសូទៅឌឹបអូចុកហើយអ្វីបានជាដាវឋានសួគ៌បដិសេធខ្ញុំតើគ្រូសាមូពិតជាត្រូវវិនិច្ឆ័យមែនទេឈិនធានក៏បានក្រៀមមួយឈីងឡើងមកវិញពេលនោះសម្លេងដ៏ស្រួយស្រេចមួយមិនដឹងជាក្មេងប្រុសឬជាក្មេងស្រីនោះទេវាក៏បានបន្លឺឡើងដោយសារតែអ្នកខ្សោយខ្លាំងពេកឬមួយក៏កូនចៅត្រកូលមូមានតែកម្លាំងត្រឹមកម្រិតនេះដូច្នេះមិនចាំបាច់ឆ្ងល់ទេដែលត្រកូលមូហ៊ីបនឹងផុតពូជហានេះហើយជាកម្មផលអ្នកបានសាងមកលើខ្ញុំមួយឈីងក៏បានភ្ញាក់ផ្អើលបន្តិចអ្នកគឺជាវិញ្ញាណដាវមែនទេវិញ្ញាណដាវសូមជួយសង្គ្រោះគ្រូសាមូរបស់ខ្ញុំផងសម្លេងនោះក៏បានតបមកវិញសង្កត់ខ្ញុំឲ្យនៅទីនេះជិត1000ឆ្នាំនៅហ៊ាននិយាយចង់ឲ្យខ្ញុំជួយសង្គ្រោះគ្រូសាមូផងនេះគឺជារឿងមិនអាចទៅរួចនោះទេយុវជនដែលស្លៀកឈុតពណ៌សអ្នកមិនមែនជាគ្រូសាមូមែនទេហើយតែអ្នកមានឆន្ទៈក្នុងការជួយគ្រូសាមូអត់ឈិនធានក៏បានតបទៅវិញខ្ញុំគឺជាអ្នកបម្រើរបស់អ្នកប្រុសដរាបណាខ្ញុំអាចជួយគ្រូសាមូបានខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងល្អប្រសិនបើអ្នកប្រើឈាមរបស់អ្នកអាចជួយខ្ញុំបានបន្ទាប់មកខ្ញុំវិញ្ញាណដាវនឹងជួយអ្នកឲ្យអស់ពីសមត្ថភាពឈិនធាននៅតែស៊ូបញ្ជាបន្ទាប់ពីខ្ញុំជួយអ្នកឲ្យរួចផុតពីការជាប់គាំងមួយនេះតើអ្នកពិតជានឹងជួយគ្រូសាមូមែនទេវាក៏បានតបមកវិញប្រញាប់ឡើងសមាជិកគ្រូសាមូនឹងមិនអាចរស់នៅយូរបានទីនោះទេឈិនធានក៏បានសម្រេចចិត្តខំរៀមដៃបញ្ចេញនៅឈាមបោះវាបញ្ចូលទៅក្នុងដាវដ៏ធំមួយនោះធ្វើឲ្យវាមានចលនាសកម្មឡើងលេចចេញនៅចំហាយធម្មពលក្រហមឆាន់ឆៅចាប់ផ្ដើមប្រះឡើងម្ដងបន្តិចវាក៏បានផ្ទុះឡើងទៀងបង្ហាញនៅរូបរាងដាវឋានសួគ៌វិញ្ញាណដាវក៏បានសប្បាយចិត្តយ៉ាងខ្លាំងជិត1000ឆ្នាំហើយនៅទីបំផុតខ្ញុំក៏បានឃើញពន្លឺថ្ងៃម្ដងទៀតផ្ទុះចេញនៅចំហាយធម្មពលបន្តិចក្រឡេកមកនេះទាំង3ដែលត្រូវបានគ្រូសាយីវាយ៉ាងដំណំធ្លាក់ចូលមកក្នុងភ្នូដាវនៃគ្រូសាមូដោយសារស្នាដៃរបស់យីហ្វាន់ជាមួយនឹងព្រឹទ្ធាចារ្យ2នាក់ទៀតដាវឋានសួគ៌គួរតែប្រតិកម្មជាមួយនឹងឈាមនៃគ្រូសាមូខ្ញុំក៏ចង់ឃើញដែរបើខ្ញុំបង្ហូរឈាមពូនេះឲ្យពេញភ្នូដាវមួយនេះតើវានឹងលេចចេញមកឬអត់បញ្ចេញនៅធម្មពលនៅក្នុងបាតដៃបំរុងនឹងចាត់ការនេះទាំង3ទៅហើយស្របពេលនោះចំហាយនៃធម្មពលដ៏ក្រហមចិនឆ្អៅរបស់ដាវឋានសួគ៌ក៏បានផុសចេញធ្វើយីហ្វាន់គេក៏បានប្រញាប់បន្លាស់ទីកិច្ចទៅខាងក្រោយបង្ហាញខ្លួនឡើងជាមួយនឹងដាវនៅក្នុងដៃដែលគឺជាឈិនធានជាមួយនឹងមូឈីងនិយាយថាភាគ131របស់យើងក៏ត្រូវបានបញ្ចប់សម្រាប់ភាគបន្ត132រហូតដល់136 admin បានសម្រេចដាក់ចូលទៅក្នុងកូនគោរព VIP រួចរាល់ហើយបងប្អូនទាំងអស់គ្នាគ្រាន់តែបង់$1ក្នុងមួយខែអាចទស្សនាបានភ្លាមហើយក៏នៅមានរឿងផ្សេងទៀតដូចជាអំណាចធម្មពលនៃច្រកទ្វារអាត់កំបាំងគុំពីក្បាច់គុណព្រះអាទិត្យទាំង9ការចាប់កំណើតឡើងវិញរបស់ម្ចាស់ដាវអធិរាជហើយក៏នៅមានរឿងប្រភេទ 2D ចំនួន5សម្រាប់រឿងមានផលប្រចាំថ្ងៃនៅក្នុងកូនគោរព VIP ប្រសិនបើបងប្អូនទាំងអស់គ្នាចាប់អារម្មណ៍អាច Telegram ផ្ទាល់មក admin បាន link គឺនៅខាងក្រោម comment admin រងចាំ24ម៉ោងសម្រាប់ពេលនេះ admin សូមជម្រាបលាបាយបងប្អូនទាំងអស់គ្នា